ក្មេងស្រីកំពុងលេងម្ចាស់ផ្ទះនាងច្បាស់ជាទាញគ្រាប់បែកមួយក្តាប់តូចប៉ុន្តែវិនាទីបន្ទាប់នាងបានបំបែកវាឡើងហើយលេងពួកគេត្រង់ឃើញបែបនេះឪពុកនាងស្ទើរសន្លប់ទាំងកំហឹងគាត់បាននិយាយថាដៃរបស់នាងពោពេញដោយគ្រាប់បែកបើជាគាត់អាចឈ្នះបានយ៉ាងហោចណាស់$8,000ប៉ុន្តែនារីនោះឈ្នះបានតែ1,000ប៉ុណ្ណោះវាជាការខាតបង់បែបនេះប៉ុន្តែក្មេងស្រីដឹងច្បាស់ជាងនរណាម្នាក់ទោះបីជាដៃរបស់នាងពោពេញដោយគ្រាប់បែកក៏ដោយក៏គូប្រជែងនៅតែមានសន្លឹកវាខ្លាំងជាងប្រសិនបើនាងលេងតាមរបៀបធម្មតានាងប្រកាសជាចាញ់យ៉ាងធ្ងន់ធ្ងរប្រែថាក្មេងស្រីនោះជាសិស្សរបស់ព្រះនៃល្បែងកើតមកជាមួយនឹងអំណោយដ៏អស្ចារ្យមួយនាងអាចទន្ទេញចាំសន្លឹកប៊ីទាំង54សន្លឹកបានភ្លាមដោយគ្រាន់តែប៉ះនាងអាចបដូរទៅកាត់ណាមួយដែលនាងចង់បានមុនពេលចាក់ចេញមេរបស់នាងបានប្រមាននាងកុំឲ្យញៀនល្បែងជំនាញដែលនាងបានរៀនគឺសម្រាប់តែប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងនិងជួយសង្គ្រោះអ្នកដទៃប៉ុណ្ណោះប៉ុន្តែពេលនាងត្រឡប់មកផ្ទះពីលើភ្នំដំបងក៏ប្រទះឃើញម្ដាយចងជាសំណាងល្អនាងបានមកទាន់ពេលដើម្បីជួយសង្គ្រោះនាងម្ដាយរបស់នាងបានប្រាប់ទាំងទឹកភ្នែកថាឪពុករបស់នាងបានញៀនល្បែងជាច្រើនឆ្នាំមកហើយបានបំផ្លាញគ្រួសារទាំងមូលប៉ុន្តែភ្លាមនោះក្មេងស្រីបានយល់ថាឪពុករបស់នាងត្រូវបានគេបង្កើតទើបនាងសម្រេចចិត្តឈានជើងចូលវាយនឹងអ្នកលេងល្បែងមិនយូរប៉ុន្មាននាងបានទៅដល់កាស៊ីណូដែលឪពុករបស់នាងកំពុងលេងនៅពេលនោះឪពុករបស់នាងទើបតែបាត់លុយទាំងអស់ពីការលក់គ្រាប់ច្រូតកាត់រដូវស្លឹកឈើជ្រុះពេលឃើញកូនស្រីគាត់គិតថាមកលួងលោមគាត់ទៅផ្ទះប៉ុន្តែបែរជាដកលុយមួយដុំយ៉ាងក្រាស់មកវិញគាត់បាននិយាយថាគាត់ដឹងថាគាត់បានបាត់បង់អ្វីទាំងអស់ដូច្នេះហើយគាត់បានយកលុយមកជាពិសេសប៉ុន្តែមានលក្ខខណ្ឌមួយគឺនាងត្រូវតែលេងនៅទុកខ្លួនឯងដំបូងឡើយឪពុកមិនព្រមទេប៉ុន្តែដោយមានលុយក្នុងដៃគាត់គ្មានជំរឿអ្វីក្រៅពីយល់ព្រមនរណាគិតថានារីរូបនេះលេងសើចក្នុងទឹកទី1ឃើញបែបនេះគ្រប់គ្នាមើលងាយនាងកាន់តែខ្លាំងដោយគិតថានាងគ្រាន់តែជាអ្នកចាប់ផ្ដើមលេងវាប៉ុណ្ណោះប៉ុន្តែគេដឹងតិចតួចទេនាងធ្វើវាក្នុងគោលបំណងបំផន់ពួកគេពេលឪពុកនាងឃើញដៃនាងស្រឡាំងកាំងព្រោះក្នុងទឹកទី1នាងមានអាត់4និង4ពីប៉ុន្តែដោយដៃដ៏ខ្លាំងបែបនេះនាងហ៊ានដេញថ្លៃតែមួយពិន្ទុប៉ុណ្ណោះឪពុករបស់នាងបានជន់ជើងដោយកំហឹងហើយអាក្រក់ជាងនេះទៅទៀតនៅពេលដែលគូប្រកួតបានបកសន្លឹកវាបាត់នោះវាបានខ្លាយជាអ្នកលេងសើចនោះមានន័យថាដៃរបស់នាងនៃគ្រាប់បែកមួយភ្លាមបានខ្លាយជាគ្រាប់បែកចំនួន4នាងអាចឈ្នះសូម្បីតែបិទភ្នែកក៏ដោយប្រាកដណាស់នាងបានឈ្នះទឹកទី1យ៉ាងងាយប៉ុន្តែឪពុកនាងមិនសប្បាយចិត្តតតែសោះព្រោះប្រសិនបើនាងដេញថ្លៃបាន3ពិន្ទុនាងអាចឈ្នះយ៉ាងតិច$8,000ឥឡូវនេះនាងឈ្នះបានតែជា1 000ប៉ុណ្ណោះមានតែនារីម្នាក់ប៉ុណ្ណោះដែលដឹងថាគូប្រកួតចាញ់បោកនឹងទង្វើរបស់នាងនៅជុំបន្ទាប់ពួកគេច្បាស់ជាប្រើល្បិចលើនាងប្រាកដណាស់ក្នុងអំឡុងពេលសប្តាហ៍បន្ទាប់គូប្រជែងបានបន្លំហើយក្មេងស្រីនេះម្ដងទៀតបានទាញគ្រាប់បែកមួយក្តាប់តូចឪពុកញៀនល្បែងរបស់នាងបានផ្ដល់សញ្ញាភ្លាមឲ្យចាប់ម្ចាស់ផ្ទះប៉ុន្តែគាត់មិនបានដឹងថាអ្នកលេង2នាក់ទៀតមានវាធំជាងនេះទេដើម្បីកុំឲ្យពួកគេប្រយ័ត្នក្មេងស្រីនេះធ្វើពុតជាមានទំនុកចិត្តដូចមនុស្សថ្មីហើយបានហៅម្ចាស់ផ្ទះបន្ទាប់មកនាងបានលេងនាងតែ3នាក់ជាមួយវិនាទីបន្ទាប់គូបដេប៉ាបានគប់គ្រាប់បែក2គ្រាប់ក្នុងទឹកទី1គ្រប់គ្នាភ្ញាក់ផ្អើលនឹងទង្វើនេះប៉ុន្តែឪពុកសប្បាយចិត្តដោយសម្ងាត់គ្រាប់បែកកាន់តែច្រើនប្រាក់ភ្នាល់កាន់តែខ្ពស់នៅពេលដែលក្មេងស្រីឈ្នះនាងនឹងឈ្នះកាន់តែច្រើននៅពាក់កណ្ដាលនៃការប្រកួតនេះគ្រាប់បែកចំនួន7បានបង្ហាញខ្លួនរួចហើយពីមូលដ្ឋាន$100ដំបូងវាបានកើនឡើងភ្លាមដល់38,000បើស្រីចាញ់ជុំនេះនាងត្រូវបង់ជាង7,000ប៉ុន្តែនាងយកតែ50,000ប៉ុណ្ណោះគូប្រជែងបានដាស់តឿននាងឲ្យបន្ថែមប្រាក់បន្ថែមបើមិនដូច្នេះទេជុំមិនអាចបន្តទៀតឡើយឬដូច្នេះនាងក៏ដកសោរថយន្តចេញហើយយករថយន្តទៅបាំងប្រាក់បន្ថែមចំនួន30,000ឥឡូវតូបមានគ្រាប់បែក8ដូច្នេះក្មេងស្រីចង្អុលបង្ហាញថាលុយរបស់ពួកគេនៅលើតូបមិនគ្រប់គ្រាន់ទេគូប្រជែងបានញឹមហើយយកសាច់ប្រាក់100,000ផ្សេងទៀតចេញល្បែងបានបន្តនៅពេលដែលអ្នកលេងម្នាក់លេងតែ1-6ឪពុករបស់នាងត្រេកអរដោយគិតថានាង4-5នាក់នឹងវាប៉ុន្តែត្រូវបានរារាំងដោយពួកប្រឆាំង4-9ឥឡូវនេះគូប្រកួតនៅសល់តែ3-6បុកនឹងអ្នកលេងកំ pl មួយគូស្ទើរតែធានាថាឈ្នះប៉ុន្តែក្មេងស្រីនៅតែមានទំនុកចិត្តដោយរាប់គ្រាប់បែកនៅក្នុងដៃរបស់នាងដែលបង្កើតបាន10គ្រាប់តាមច្បាប់ពួកគេត្រូវដាក់យ៉ាងហោចណាស់300,000នៅលើតុលីដូច្នេះអ្នកប្រឆាំងទាំងពីរនាក់ក៏លើកគ្នាធ្វើផ្ទះបើចាញ់ផ្ទះនឹងទៅខាងស្រីភ្លាមនោះជាអ្វីដែលនាងចង់បានបន្ទាប់មកនាងបានដកកិច្ចព្រមព្រៀងរុះរើដែលមានតម្លៃ500,000ហើយបានភ្នាល់ប្រឆាំងនឹងពួកគេនៅពេលដែលគូប្រជែងលេង4-9ក្មេងស្រីនោះបានផ្អាកហើយនិយាយថានាងត្រូវការគិតដែលធ្វើឲ្យពួកគេសើចគេបានដឹងហើយថាដៃរបស់នាងគឺ4-5គ្មានផ្លូវដែលនាងអាចវាយបាន4-9ឡើយខណៈដែលពួកគេក្រោកឈរដោយមោទនភាពដើម្បីយកប្រាក់វាយកំតិចនោះក្មេងស្រីបានលើកដៃបញ្ឈប់ពួកគេ